ខ្ញុំមិនមែនទេវាចេះតែនិយាយផ្ដេសផ្ដាសគឺវាទេដែលចាប់ផ្ដើមបោកប្រាស់គ្រួសារយើងមុននេះគឺជាវីដេអូកាលពីខែមុនតែវាទៅជាប្រមាថនៅមុខភ្នោឪពុកខ្ញុំអ្នកភូមិទាំងមូលបានឃើញទាំងអស់គ្នាថែមទាំងវាឲ្យកំណត់ហេតុដាំដុះរបស់ឪពុកខ្ញុំចោលហើយយកកូនឈើដែលកាត់ទៅបោះចោលថែមទាំងយកលីមកចាក់ទៀតទាំងអស់នេះសុទ្ធតែមានភស្តុតាងលោកមេភូមិតើនៅក្នុងច្បាប់ភូមិមានចែងពីទោសអ្នកដែលប្រមាថចាស់ទុំដែរឬទេមនុស្សខ្លាញ់ហាពួកឯងពីមុនស្រឡាញ់ឯងណាស់មិននឹកស្មានថាឯងហ៊ានធ្វើរឿងបែបនេះសោះឯងនៅហ៊ានហៅខ្ញុំមកទៀតឬលោកមេភូមិកុំស្ដាប់វាអីវីដេអូនោះវាជាអ្នកកាត់បង្កើតរឿងទេខ្ញុំមិនបានធ្វើទេមកសុទ្ធតែជាសាច់ញាតិនឹងគ្នាឯងចេះដកថយមួយជំហានទៅកុំប្រកាន់អីយ៉ាងណាក៏លីនជាងជាបងថ្លៃរបស់ឯងដែរធ្វើជាប្អូនចេះខាត់បងខ្លះទៅមិនអីទេខ្ញុំអាចមិនប្រកាន់រឿងគាត់ឲ្យសៀវភៅកត់ត្រារបស់ខ្ញុំរឿងគាត់បោះកន្ត្រៃខ្ញុំចោលក៏ដោយប៉ុន្តែលុយដែលត្រូវតែជារបស់ខ្ញុំខ្វះមួយកាក់ក៏មិនបានដែរភ្នូររបស់ប៉ាខ្ញុំគ្មានអ្នកណាប៉ះពាល់បានទេបើអ្នកណាហានតែប៉ះពាល់បន្តិចខ្ញុំនឹងមិនទុកឲ្យរឿងនេះចប់ដោយងាយឡើយលោកមេភូមិបើលោកមកដើម្បីកាត់ក្តីឲ្យយុត្តិធម៌ខ្ញុំស្វាគមន៍តែបើលោកមកដើម្បីបង្ខំឲ្យខ្ញុំព្រមចុះចាញ់សូមទោសខ្ញុំមិនអាចទទួលយកបានទេនេះជារឿងវិវាទលុយកាក់រវាងខ្ញុំនិងលីនជាងក្រុមគ្រួសារមិនអាចលូកដៃបានទេបើពួកលោកនៅតែមកបិទផ្លូវមុខផ្ទះខ្ញុំទៀតខ្ញុំនឹងទូរស័ព្ទហៅប៉ូលីសប្តឹងពួកលោកពីបទបង្កបញ្ហាដោះស្រាយតាមច្បាប់ភូមិឲ្យបានត្រឹមត្រូវអូវាចេញមកឲ្យបានមើលអ្នកណាហ៊ានប៉ះពាល់ម៉ូហ្វីហ៊ានបោកប្រាស់ម្ចាស់បច្ចេកទេសរបស់យើងកុំសង្ឃឹមថានឹងឆ្លងផុតពួកយើងអស់ព្រោះតែសៀវភៅចំណេះដឹងពីមុនមកដែរដែលបានបង្រៀនអ្នកភូមិពីបច្ចេកទេសដាំដុះទើបគ្រប់គ្នាស្ម័គ្រចិត្តមកជួយខ្ញុំលីនជាងកុំសង្ឃឹមថាថ្ងៃនេះឯងនឹងបានសម្រេចឲ្យសោះលីនជាងឯងអត់ខ្មាស់គេខ្លះទេម៉ូហ្វីជួយពួកយើងច្រើនអ្នកណាស់ឲ្យមានមុខរបរដាំផ្លែឈើមិនត្រឹមតែបោកប្រាស់គេទេថែមទាំងនាំគ្នាមកគៀបសង្កត់គេទៀតអញគិតថាពួកយើងដែលទទួលបានការជួយជ្រោមជ្រែងនេះសុទ្ធតែជាមនុស្សស្លាប់ឬយ៉ាងណាឆ្នាំទៅឯងបង្រៀនខ្ញុំដាំដំណាំបោកប្រាស់លុយថ្លៃរៀនខ្ញុំអស់2000ធ្វើឲ្យដើមឈើខ្ញុំងាប់អស់ជាង20ដើមក៏បានម៉ូហ្វីជួយសង្គ្រោះឲ្យដោយមិនយកថ្លៃដែរបើថ្ងៃនេះឯងហ៊ានប៉ះពាល់លេនម៉ូទូតែបន្តិចពួកយើងនឹងតស៊ូស្លាប់ជាមួយឯងពួកឯងឆាប់ឡើងទៅចប់រឿងនេះខ្ញុំនឹងឲ្យម្នាក់$500រឿងអាក្រក់ដែលឯងធ្វើដោយខ្លួនឯងចូលដោះស្រាយដោយខ្លួនឯងចុះខ្ញុំលែងពាក់ព័ន្ធហើយក្រោយមកកុំមកពឹងខ្ញុំទៀតពួកឯងវាពូកែតែរឿងគ្មានប្រយោជន៍មែនសុកចិត្តយកលុយខ្ញុំហើយដើរចេញបែបនេះខ្ញុំមិនអត់អន់ឲ្យពួកឯងទេឥឡូវសល់តែពួកឯងពីរនាក់ហើយនៅចង់បង្កចំនួនទៀតមែនទេចង់ឲ្យខ្ញុំទូរស័ព្ទឲ្យប៉ូលីសសម្ដាប់ធ្នាប់ទេឲ្យពួកគេមកជួយនិយាយជាមួយពួកឯងខ្លះចាំមើលសិនទៅខ្ញុំនឹងទៅរកអ្នកបច្ចេកទេសមកពីខាងក្រៅគ្មានពួកឯងក៏ខ្ញុំអាចគ្រប់គ្រងចំការបានដែរខ្ញុំមិនជឿទេថាបើគ្មានលេនមកខ្ញុំមិនអាចរកលុយបាននោះបងប្អូនទាំងអស់គ្នាថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាដែលបានមកជួយខ្ញុំបងមូកុំអីបើគ្មានបងឆ្នាំនេះគ្រួសារពួកយើងប្រហែលជាមិនរកបានដល់100000ទេថ្ងៃក្រោយបើលីនឈៀងហ៊ានមកបង្កហេតុទៀតគ្រាន់តែបង្ហាញមួយម៉ាត់ពួកយើងនឹងមកដល់ភ្លាមត្រូវហើយពិតមែនហើយអ្នកណាហ៊ានធ្វើបាបបងមូពួកយើងមិនព្រមដាច់ខាតកាលពីដើមឡើយដែលខ្ញុំព្រមបង្រៀនបច្ចេកទេសដោយឥតគិតថ្លៃគឺដើម្បីសម្រេចបំណងរបស់ឪពុកខ្ញុំដែលចង់ឲ្យអ្នកភូមិយើងមានជីវភាពធូរធារឥឡូវឃើញអ្នកទាំងអស់គ្នាមកជួយខ្ញុំបែបនេះក៏អាចនិយាយបានថាខ្ញុំមិនខាត់ពេលឥតប្រយោជន៍ទេលោកលីវលីនឈៀងប្រហែលជាទៅរកអ្នកជំនាញពីក្រៅមកជំនួសស្អែកលោកនាំយកឧបករណ៍វាស់ជាតិស្ករមកផងប្រសិនបើផ្លែឈើដែលអ្នកជំនាញគាត់ដាំមិនដល់ស្តង់ដារគ្រាន់តែបដិសេធមិនទទួលយកទៅលីនឈៀងចង់រកអ្នកបច្ចេកទេសមកពីក្រៅដើម្បីមកគ្រប់គ្រងវាពិតជាការគិតដ៏ល្ងីល្ងើបំផុតរាល់ដើមឈើហូបផ្លែទាំងអស់នៅក្នុងចម្ការនេះគឺសុទ្ធតែបានផ្សាំមកពីដើមមេរបស់ប៉ាខ្ញុំបើគ្មានបច្ចេកទេសផ្សាំនៅក្នុងដៃខ្ញុំឬគ្មានវិធីសាស្ត្រកាត់តម្រឹមពិសេសក្នុងសៀវភៅកំណត់ត្រាទោះជាអ្នកបច្ចេកទេសខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចដាំផ្លែឈើឲ្យមានគុណភាពស្តង់ដារដែរកុំថាឡើយរឿងធ្វើឲ្យដើមឈើផ្ដល់ផលច្រើនទៅទៀតនោះលីនមូឃើញទេខ្ញុំបានរកអ្នកបច្ចេកទេសជំនាញមកពីទីក្រុងរួចហើយប្រាក់ខែមួយឆ្នាំ200,000ដោយគ្មានឯងក៏ចំការខ្ញុំនៅតែអាចដាំបានហើយលក់ដាច់ដែរកុំស្មានថាឯងអាចគៀបសង្កត់ខ្ញុំបានឲ្យសោះឈៀងប្រាក់រង្វាន់ម្នាក់500ដែលឯងនិយាយកាលពីម្សិលមិញតើពេលណាទៅឲ្យពួកយើងហើយលុយ3000ដែលឯងខ្ចីខ្ញុំកាលពីឆ្នាំមុនទៀតស្អែកនេះកូនប្រុសខ្ញុំត្រូវប្រើសម្រាប់ថ្លៃបណ្ដាការហើយកំពុងតែប្រញាប់លុយចុះលុយ5000របស់ខ្ញុំទៀតខ្ចី2ឆ្នាំមកហើយថ្ងៃនេះត្រូវតែសងបើមិនអញ្ចឹងទេកុំសង្ឃឹមថាបានចេញទៅឯងប្រញាប់អ្វីម្លេះចាំខ្ញុំបានលុយលក់ផ្លែឈើខ្ញុំនឹងសងពួកឯងភ្លាមឯងយកលុយឯណាទៅសងចំការនេះពាក់កណ្ដាលជារបស់លីនមកពួកយើងបានព្រមព្រៀងគ្នារួចហើយកាលពីលុយ80000ដែលឯងជំពាក់ពួកយើងចាំដល់ពេលទូទាត់លុយនៅសល់ពួកយើងនឹងកាត់យកពីចំណែករបស់ឯងតតែម្ដងពួកមនុស្សអត់តែញោធ្លាប់ស៊ីសំណុកខ្ញុំហើយឥឡូវបែរជាមកជួយនិយាយឲ្យលីនមកខ្ញុំមិនបានជំពាក់លុយពួកឯងទេកុំមកធ្វើបាបខ្ញុំឲ្យសោះអ្នកទាំងអស់គ្នាជួយមើលចុះនេះមានទាំងក្រដាសខ្មៅនិងស្នាមមេដែលច្បាស់កុំសង្ឃឹមថានឹងគេបំណុលឲ្យសោះចាប់ពីថ្ងៃនេះទៅពួកយើងនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយឯងបើឯងហ៊ានមកសុំជំនួយពីពួកយើងទៀតពួកយើងនឹងបិទប្រកាសរឿងជំពាក់បំណុលនេះនៅតាមឃុំមកឲ្យកុំបារម្ភអីពួកយើងដាច់ខាតមិនជួយវាទេលោកលីនចំការរបស់អ្នកកំពុងមានចំនួនមែនទេបើមានចំនួនពួកយើងមិនធ្វើការខ្លាចមានបញ្ហាអត់ទេគ្រាន់តែជាការយកច្រឡំអ្នកទាំងអស់គ្នាធ្វើការទៅប្រាក់ខែខ្ញុំបើកឲ្យពេញលេញមិនឲ្យខ្វះ1សេនទេក្រុមបច្ចេកទេសទាំងនេះមើលទៅដូចជាអ្នកដាំដុះធម្មតាពួកគេមិនយល់ពីបច្ចេកទេសដាំក្រូចស្កររបស់យើងបច្ចេកទេសបណ្ដុះកូនឈើផ្ដាច់មុខនិងលក្ខណៈពិសេសនៃដាំមេមិនយូរមិនឆាប់នឹងបាយការមិនខានអាលីនឈីងឈួននេះជំពាក់បំណុលគេវ៉ាន់ដុកនៅហ៊ានជួអ្នកបច្ចេកទេសទៀតចាំមើលវាបើកប្រាក់ខែគេដោយរបៀបណាមិនបាច់ខ្វល់ពីវាទេរងចាំលោកលីវមកដល់បើគេមិនបានលុយគេនឹងមករកយើងដោយខ្លួនឯងម៉ូអូនយកលុយកក់មកហើយបើកិច្ចសន្យាគ្មានបញ្ហាទេនោះថ្ងៃនេះអាចទូទាត់ប្រាក់បានភ្លាមគម្រោងការរបស់លីនឈៀងដែលចង់ជួអ្នកបច្ចេកទេសក្រៅមកដោះស្រាយនឹងត្រូវរលីសាបសូន្យឲ្យក្នុងពេលឆាប់នេះម៉ូអូនជួយរាប់ចំនួនមើលគ្មានបញ្ហាទេចុះហត្ថលេខាមកបងនឹងផ្ទេរលុយកក់1,430,000ចូលកានីអូនភ្លាមលោកលីវលោកមានន័យថាម៉េចខ្ញុំទើបជាម្ចាស់ចំការនេះ
taអ្នកមានសិទ្ធិអ្វីមកប្រវាដែលខ្ញុំចុះកិច្ចសន្យាជាមួយគាត់សម្រាប់ខ្ញុំការទិញផ្លែឈើគឺមើលតែពីរយ៉ាងប៉ុណ្ណោះទី1គឺហត្ថលេខានៅលើកិច្ចសន្យាទី2គឺកម្រិតជាតិស្ករនៃផ្លែឈើត្រូវតែដល់ស្តង់ដារកិច្ចសន្យានេះគឺចុះជាមួយលីនម៉ូហើយផ្លែឈើនេះក៏ដាំដោយដៃលីនម៉ូដែរបើមិនចុះជាមួយលីនឈៀងចង់បានតែផលប្រយោជន៍ខ្លួនឯងតែគេមិនយល់សោះឡើយពីតម្លៃពិតនៃចំការនេះគឺស្ថិតនៅលើបច្ចេកទេសផ្ដាច់មុខរបស់ខ្ញុំទាំងស្រុងឯងថាឯងជាម្ចាស់ចំការមែនទេចុះប្រាប់ខ្ញុំមកមើលតើដើមឈើទាំងនេះជាពូជអ្វីហើយមែកផ្សំទាំងនោះជាពូជអ្វីដែរតើថ្ងៃណាដែលត្រូវកាត់មែកហើយកម្រិតជាតិស្ករត្រូវកំណត់ប៉ុន្មានអង្សាខ្ញុំជាម្ចាស់ចំការរឿងពួកនេះខ្ញុំត្រូវដឹងធ្វើអីទុកឲ្យក្រុមបច្ចេកទេសខ្ញុំជាអ្នកដឹងទៅបានហើយឯងថាដើមឈើទាំងនេះជាពូជអ្វីហើយមែកផ្សំទាំងនេះយកមកពីណាដើមនេះជាពូជព្រៃក្នុងស្រុកចំណែកមែកផ្សំគឺជាពូជកែច្នៃផ្ដាច់មុខខ្ញុំមិនដែលឃើញផ្លែឈើណាមានកម្រិតស្ករខ្ពស់បែបនេះទេបើគ្មានពូជដាំត្រឹមត្រូវទេនោះការផ្សំនិងការដាំដុះបន្ថែមគឺមិនអាចទៅរួចឡើយសូម្បីតែវិធីសាស្ត្រផ្សំក៏ត្រូវតែសួររកប្រភពបច្ចេកទេសដាំដែរបើមិនដូច្នោះទេទិន្នផលឆ្នាំក្រោយនឹងធ្លាក់ចុះលើសពី70អ្នកឃើញហើយមែនទេសូម្បីតែប្រភពបច្ចេកទេសរបស់អ្នកក៏ព្រមទទួលស្គាល់ដែរបច្ចេកទេសរបស់លីនម៉ូទេនោះចំការនេះឆ្នាំក្រោយនឹងមិនអាចផ្ដល់ផលបានឡើយតើអ្នកអាចធានាបានទេថាគុណភាពផ្លែឈើឆ្នាំក្រោយនឹងស្របតាមស្តង់ដារតើអ្នកអាចធានាបានរឿងទិន្នផលដែរឬទេពួកឯងទាំងអស់គ្នាវាសុទ្ធតែជាពួកឥតប្រយោជន៍ខ្ញុំចំណាយលុយច្រើនប៉ុណ្ណាដើម្បីជួបពួកឯងមកបែរជាមកឆ្លើយថាអត់ដឹងទៅវិញតើខ្ញុំត្រូវការពួកឯងធ្វើអ្វីទៀតលោកខ្លួនឯងទេដែលមិនបានបញ្ជាក់ឲ្យច្បាស់នេះជាចំការដែលមានបច្ចេកទេសដាច់មុខរបស់លីនម៉ូពួកយើងចេះតែការដាំដុះបែបធម្មតាប៉ុណ្ណោះបើលោកធ្វើការមិនកើតលោកគួរតែទៅរកអ្នករបស់ដែលជារបស់ខ្ញុំអ្នកណាក៏មិនអាចយកវាទៅបានដែរកិច្ចសន្យាបានចុះហត្ថលេខាហើយរងចាំតែការទូទាត់ប្រាក់ប៉ុណ្ណោះទឹកប្រាក់នេះរួមបញ្ចូលទាំងចំណែក1 393 500ដែលខ្ញុំត្រូវទទួលបានប្រាក់ 30000 ជាងដែលនៅសល់នេះចាំតតែប្រាក់កាត់កងចុងក្រោយមកដល់សឹមគិតគូជាមួយលីនឈៀងម្ដងតែម្ដងទៅខ្ញុំព្រមានឯងឲ្យហើយបើឯងហ៊ានបង្កបញ្ហាម្ដងទៀតខ្ញុំមិនត្រឹមតែលុបចោលកិច្ចសន្យាពេលនេះទេថែមទាំងការខាត់បងទាំងអស់ឯងត្រូវទទួលខុសត្រូវដោយខ្លួនឯងចាប់ពីពេលនេះទៅខ្ញុំនឹងមិនទទួលទិញផ្លែឈើពីភូមិពួកឯងទៀតឡើយគោលដៅទាំងអស់នៃការបកស្រាយស្ថានភាពនេះគឺបានសម្រេចរួចរាល់ហើយជំហានបន្ទាប់គឺការទូទាត់ចុងក្រោយលីនឈៀងត្រៀមខ្លួនសងរបស់របរដែលឯងបានយកពីខ្ញុំទាំងអស់នោះមកវិញឲ្យហើយទៅបងអូនប្រុសម៉ូកិច្ចសន្យាចុះហត្ថលេខារួចហើយតោះយើងទៅមើលគុណភាពផ្លែឈើបន្តិចទៅគ្មានបញ្ហាទេលោកលីវសូមអញ្ជើញមកខាងនេះពូម៉ូមិនស្រួលហើយមានគេកំពុងជីកដើមក្រូចចាស់នៅក្រោយផ្ទះអ្នកហើយជីកបានពាក់កណ្ដាលដើមបាត់ទៅហើយដើមមេមួយដើមនេះឪពុកខ្ញុំជាអ្នកដាំដោយផ្ទាល់កាលពី20ឆ្នាំមុននៅទូទាំងតំបន់លីជីយ៉ាមានតែដើមនេះទេដែលអាចផ្ដល់ផលមានកម្រិតជាតិស្ករលើសពី19ដឺក្រេដើមនេះជាមរតករបស់ត្រកូលលីចុះហេតុអ្វីបានជាមានតែឯងម្នាក់ទេដែលអាចប្រើវាបានខ្ញុំជីកយកទៅដាំនៅទីធ្លាផ្ទះខ្ញុំចុះវាមិនទៅវិញយើងជីកដើមឈើក្នុងដីខ្លួនឯងតើវាពាក់ព័ន្ធស្អីនឹងឯងមានសិទ្ធិអីមកហាមឃាត់មនុស្សថោកទាបដើមឈើនេះពូរបស់ឯងជាអ្នកដាំផ្ទាល់ដៃដាំនៅលើដីចំណែកផ្ទាល់ខ្លួនរបស់គាត់វាទៅជាកម្មសិទ្ធិរួមរបស់ត្រកូលលីតាំងពីពេលណាទៅនេះវាជាការលួចទ្រព្យសម្បត្តិដីចំណែកខាងក្រោយនេះស្ថិតនៅក្រោមឈ្មោះឪពុកខ្ញុំដើមមេនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំឥឡូវឯងហ៊ានជីកដើមឈើរបស់ខ្ញុំតាមច្បាប់នេះគឺចាត់ទុកថាជាការលួចខ្ញុំនឹងទូរស័ព្ទហៅប៉ូលីសឥឡូវនេះឯងនឹងត្រូវជាប់គុកយ៉ាងហោចណាស់7ថ្ងៃហើយនឹងមានកំណត់ត្រាព្រំទណ្ឌទៀតរើសយកទៅគុំខ្ញុំខុសហើយខ្ញុំលែងជីកវាហើយខ្ញុំសងលុយអ្នកវិញបានទេដើមឈើនេះថែទាំមក20ឆ្នាំហើយវាជាប្រភពចំណូលដ៏សំខាន់នៃចំការទាំងមូលថ្លៃខូចខាតចំនួន50000បូករួមទាំងថ្លៃសងជំងឺចិត្ត100,000ដែលបានព្រមព្រៀងគ្នាពីមុនមកសរុបគឺ150,000ថ្ងៃនេះអ្នកត្រូវផ្ទេរលុយមក50000ស្អែកត្រូវទៅក្រាបសំពះសុំទោសនៅមុខភ្នំឪពុកខ្ញុំទើបខ្ញុំមិនប្រកាន់ទោសបីបើមិនដូច្នោះទេខ្ញុំមិនត្រឹមតែដឹងប៉ូលីសទេទាំងត្រូវបំបីភាពជាដៃគូហើយចែកចំការនេះតែពីចំការផ្នែករបស់អ្នកដែលគ្មានការផ្សំត្រឹមត្រូវឆ្នាំក្រោយប្រកាសជាគ្មានផ្លែការអ្វីទាំងអស់គិតមើលខ្លួនឯងទៅខ្ញុំផ្ទេរលុយ50000ទៅឲ្យអ្នក100000ទៀតខ្ញុំនឹងឲ្យពេលទៅសុំទោសលីនឈៀងម្នាក់នេះនៅតែមិនអស់ចិត្តទេគាត់ច្បាស់ជាមានល្បិចអ្វីផ្សេងទៀតកុំតន់អាយយំអីប្រាក់នៅសល់ចំនួន143លានតើប៉ុន្មានថ្ងៃទៀតទើបទទួលបានគូរឿងលុយកាក់ឲ្យដាច់ស្រេចសិនទៅហេតុអ្វីបានជាខ្ញុំត្រូវផ្ញើប្រាក់កក់ទាំងអស់ឲ្យអ្នកខ្ញុំក៏បានចំណាយដើមទុនដែរចំការនេះជាកម្មសិទ្ធិរបស់ខ្ញុំអ្នកត្រូវតែបង់ថ្លៃឈ្នួលឲ្យខ្ញុំ300,000សម្រាប់រយៈពេល3ឆ្នាំយើងជួលចំការនេះរួមគ្នាទេម្នាក់50%គ្មានរឿងបង់ថ្លៃឈ្នួលអ្វីទាំងអស់លុយ5000ដែលអ្នកខ្ចីឪពុកខ្ញុំកាលពីឆ្នាំ2015ត្រូវសង1 20000រួមទាំងការប្រាក់ថ្លៃជីនិងថ្លៃពលកម្មត្រូវកាត់ចេញ50000ដែលជាចំណែកពាក់កណ្ដាលរបស់អ្នកបូករួមទាំងថ្លៃសងជំងឺចិត្តដែលអ្នកជំពាក់ខ្ញុំ100,000និងបំណុលសាច់ញាតិ80000ទៀតរួចកាត់ចេញ1500ដែលអ្នកបានឲ្យខ្ញុំមុននេះក្រោយកាត់កងប្រាក់ដែលនៅសល់43លានរួចអ្នកនៅសល់10815លានទៀតខ្ញុំមិនបានយកលើសពីអ្នកសំបីតែ1សេនចុះហេតុអ្វីខ្ញុំត្រូវសងថ្លៃខូចខាតផ្លូវចិត្តឯងខ្ញុំមិនសុំទោសទេសៀវភៅកត់ត្រានិងវិធីផ្សំកូនឈើចាស់របស់ឪពុកឯងនឹងមិនមានតម្លៃដល់100,000ទេឯងកំពុងតែគំរាមទារលុយពីខ្ញុំច្បាស់ណាស់ប្រសិនបើពុស្តាងទាំងអស់នេះធ្លាក់ដល់ដៃតុលាការឯងនឹងត្រូវពិន័យជាប្រាក់100000ហើយថែមទាំងត្រូវឃុំខ្លួននិងមានកំណត់ត្រាព្រំទណ្ឌទៀតដល់ពេលកូនឯងប្រឡងចូលសាកលវិទ្យាល័យឬចូលបម្រើកងទ័ពក៏នឹងជួបផលវិបាកដែរតើឯងជ្រើសរើសសុំទោសនិងសងលុយឬចង់ឲ្យខ្ញុំប្តឹងឯងខ្ញុំអាចសុំទោសបានហើយក៏នឹងឲ្យលុយ100000នោះដែរតែឯងត្រូវតែធានាថារកបច្ចេកទេសក្នុងចំការផ្លែឈើនេះតែជាអ្នកទទួលខុសត្រូវឆ្នាំក្រោយគឺគ្មានផ្លែការខាត់បងរបស់ខ្ញុំគឺរកបច្ចេកទេសខ្ញុំទទួលខុសត្រូវតាមធម្មជាតិប៉ុន្តែបើឯងហ៊ានលេងល្បិចទៀតខ្ញុំនឹងដកទោនឲ្យផ្ទេរសិទ្ធិគ្រប់គ្រងសាន់ឈ្វាន់ភ្លាមដល់ពេលនោះឯងនឹងកាន់តែលំបាកកញ្ញាបែបនេះគឺសំរុំណាស់ទៅហើយថែមទាំងយកព្រមទទួលខុសត្រូវចំណាយពាក់កណ្ដាលទៀតបើជាអ្នកដតីគេប្រហែលជាធ្វើឲ្យវាអស់ខ្លួនទៅហើយលីនឈៀងឯងគួរតែចេះស្កប់ស្កល់ខ្លះទៅដាំឡើយវាចង់បានលុយ2លាន860000នោះម្នាក់ឯងឥឡូវសល់តែជាង1លានវាមិនសុខចិត្តឡើយថ្ងៃក្រោយវានឹងច្បាស់ជាលេងល្បិចទៀតមិនខានតែភស្តុតាងទាំងអស់និងកសិករគឺស្ថិតក្នុងដៃខ្ញុំវាគ្មានថ្ងៃធ្វើអ្វីបានឡើយអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ក្រោយពេលប្រាក់នៅសល់ត្រូវផ្ទេរមកដល់ត្រូវទូទាត់តាមវិក័យប័ត្រលីនឈៀងចាប់ពីពេលនេះទៅអ្នកលែងមានសិទ្ធិលូកដៃរឿងបច្ចេកទេសនិងការលូកដូរក្នុងចំការនេះហើយចឹងទេយើងឈប់ធ្វើការជាមួយគ្នារស់នៅឲ្យមានសិលធម៌ជាងនេះបន្តិចទៅធ្វើជាមនុស្សត្រូវចេះដឹងគុណផងខ្លះកុំបង្កបញ្ហាបន្តទៀតឲ្យសោះបាក់ខ្ញុំដឹងហើយ
ការប្រកួតប្រជែងមួយនេះបានបញ្ចប់ជាបណ្ដោះអាសន្នបានសរសេរយ៉ាងច្បាស់លាស់នៅលើក្រដាសស្នាមរួចអស់ឥឡូវគ្រាន់តែរងចាំទទួលប្រាក់ដែលនៅសល់ប៉ុណ្ណោះខ្ញុំរងចាំអស់ពីថ្ងៃហើយមិនឃើញមានដំណឹងថាលីនខៀងទៅសុំទោសនៅភ្នូឪពុកខ្ញុំសោះផ្ទុយទៅវិញខ្ញុំបែរជាគេនិយាយពេញនឹងថាគេកំពុងតែរកអ្នកជំនាញមកបំបែកបច្ចេកទេសបំបើមេឃរបស់ខ្ញុំរងចាំតែបំបែកបាននឹងតបខ្ញុំចេញពីចំការម៉ូហ្វីផ្លែឈើជើងទី1របស់លោកលីវបានដឹកចេញទៅហើយលោកលីវបានខំមកថាគុណភាពល្អណាស់ជើងទី2 3ថ្ងៃទៀតនឹងមកផ្ទុកដល់ពេលនោះទើបទូទាត់ប្រាក់នៅសល់ដឹងហើយប្រាប់អ្នកទាំងអស់គ្នាឲ្យធ្វើការតាមផែនការដើមបើមិនយល់ត្រង់បច្ចេកទេសកន្លែងណាអាចសួរខ្ញុំបានគ្រប់ពេលបាច់ខ្វល់ពីលីនឈៀងដែលកំពុងស្រែកឡូឡានៅខាងក្រៅនោះទេហេតុអ្វីបានជាគេយកលុយកក់ទាំងអស់ទៅកាន់តែម្នាក់ឯងក្នុងនោះមានចំណែករបស់ខ្ញុំពាក់កណ្ដាលគាត់គ្រាន់តែចង់កឹបគេងយកលុយធ្វើមានបានម្នាក់ឯងម៉ូហ្វីអ្នកមកហើយអ្នកជួយពន្យល់រឿងកានីឲ្យគេស្ដាប់ផងកុំឲ្យគេមកបង្កបញ្ហាទីនេះលុយកក់1 លាន 43,000 នោះខ្ញុំយកតែ1 លាន 39,500 ដែលជាចំណែករបស់ខ្ញុំប៉ុណ្ណោះលុយ 36,500 ទៀតខ្ញុំទុកក្នុងកានីរួមរបស់ចំការចាំទូទាត់លុយនៅសល់ទាំងអស់ខ្ញុំនឹងឲ្យអ្នកនេះគឺជាវិក័យប័ត្រនិងកំណត់ត្រាផ្ទេរប្រាក់អ្នកអាចមើលដោយខ្លួនឯងបានខ្ញុំលួចលុយអ្នកត្រង់ណាចុះលុយនៅសល់ហេតុអ្វីមិនឲ្យខ្ញុំឥឡូវនេះអ្នកនៅជំពាក់ថ្លៃជំងឺចិត្តខ្ញុំ 10,000 ទៀតជំពាក់ញាតិគេ 80,000 ជំពាក់ថ្លៃជីបងចាំង2 បាល់ទៀតលុយទាំងអស់នេះមិនចាំបាច់កាត់ចេញទេបើអ្នកហ៊ានសងលុយទាំងនេះឲ្យខ្ញុំឥឡូវនេះខ្ញុំនឹងដកលុយ 36,500 ឲ្យអ្នកភ្លាមជាងលីម៉ូគេគិតលេខច្បាស់លាស់ណាស់គ្មានកន្លែងណាខុសទេជប់បង្កចំនួននៅទីនេះទៅប្រញាប់ត្រឡប់ទៅផ្ទះរៀបចំខ្លួនទៅខានស្អែកត្រូវទៅសុំទោសនៅមុខភ្នូលោកឪពុកគេរឿងនេះចាត់ទុកថាចប់ត្រឹមនេះទៅមុខទៀតត្រូវចេះរកស៊ីជាមួយគ្នាឲ្យល្អកុំចេះតែរករឿងទៀតឲ្យសោះកុំអួតអាងពេកចាំដល់ពេលអ្នកជំនាញមកដល់ចាំមើលអញដឹងខ្លួនអ្នកជំនាញដែលវាថានឹងគ្រាន់តែជាពូជមនុស្សពាក់កណ្ដាលប៉ុណ្ណោះពូជដើមដែលឪពុកខ្ញុំចំណាយពេលជាង10ឆ្នាំដើម្បីបង្កាត់ពូជវាឡើងមកតើអាចឲ្យគេបំបែកបានដោយងាយយ៉ាងម៉េចទៅបងម៉ូថ្ងៃនេះលីនឈៀងបានពឹងអ្នកផ្សេងទៅរកអ្នកជំនាញនៅវិទ្យាស្ថានកសិកម្មខេត្តនិយាយថាវាហ៊ានចំណាយលុយដល់ទៅ 20,000 ដើម្បីបំបែកបច្ចេកទេសរបស់បងទុកឲ្យវាធ្វើតាមចិត្តទៅចុះខ្ញុំទើបតែដាក់ជីលីទឹកខ្មេះឲ្យដាមេស្ថានភាពវាមានស្ថិរភាពហើយឆ្នាំក្រោយអាចកាត់មេឃបានធម្មតាយ៉ាងណាក៏អ្នកដែលខាត់បងចុងក្រោយគឺវាខ្លួនឯងដែរគ្រាន់តែជាតិចតួចសោះចាំបាច់ត្រូវធ្វើរឿងធំដុំដល់ថ្នាក់នេះដែរឬធ្វើរឿងតូចតាចឲ្យទៅជារឿងធំមែនថ្ងៃនេះមានលោកតានិងមេភូមិនៅទីនេះធ្វើជាសាក្សីខ្ញុំនឹងមិនឲ្យអញដោះសាររួចខ្លួននេះឡើយមកនេះអញក្បាលសុំទោសទៅតែឯងនេះមែនធ្វើឲ្យខ្ញុំខាត់លុយអស់ច្រើនសន្ធឹកសន្ធាប់ពិតជាសីមែនអញវាខ្ញុំធ្វើអីខ្ញុំសុំទោសរួចហើយតើអានឹងហៅថាសុំទោសហេអញកំពុងតែជាប្រតិចអ្នកស្លាប់ទៅវិញទេបើថ្ងៃនេះឯងមិនអន់ក្បាលគោរព3 ដងឲ្យបានត្រឹមត្រូវទេនោះហើយសារភាពរឿងអាក្រក់ដែលឯងបានធ្វើទាំងអស់ចេញមកខ្ញុំនឹងកត់ត្រារឿងអាក្រក់ដែលឯងធ្វើចូលទៅក្នុងពង្សាបដាត្រកូលជាងកុំឲ្យមាត់ពេកឆាប់អន់ក្បាលសុំទោសឲ្យបានត្រឹមត្រូវភ្លាមទៅបើមិនអីចឹងទេរឿងថ្ងៃនេះមិនចប់ត្រឹមនេះទេមិនស្មោះត្រង់តតែសោះធ្វើសារជាថ្មីភ្លាមទៅពូខ្ញុំខុសហើយខ្ញុំមិនគួរហែកសិភៅកត់ត្រារបស់ពូទេមិនគួរចោលកូនដង្កូវរបស់ពូទេមិនគួរទៅជាពូណែភ្នូទេមិនគួរលួចជីកដើមឈើពូជរបស់ពូទេខ្ញុំពិតជាមានទោសចំពោះពូខ្លាំងណាស់នេះលុយ 10,000 ឲ្យពូរាប់បញ្ចូលទាំងប្រាក់សងពីមុនមកគ្រប់គ្រាន់ហើយមែនទេចាំបន្តិចអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ប្រាក់ 15,000 នេះគឺលីងឈៀងសងថ្លៃជំងឺចិត្តឲ្យប៉ារបស់ខ្ញុំនិងថ្លៃខូចខាតដើមឈើពូជបំណងប្រាថ្នាធំបំផុតរបស់ប៉ាខ្ញុំពេលគាត់នៅមានជីវិតគឺចង់ឲ្យក្មេងក្នុងភូមិបានរៀនសូត្រល្អប្រាក់នេះខ្ញុំនឹងបរិច្ចាគទាំងអស់នេះទៅឲ្យសាលាធំសិក្សាក្នុងភូមិដើម្បីឲ្យក្មេងបានទិញសៀវភៅអាននិងទូថ្មីពិតជាអស្ចារ្យមែនចិត្តល្អណាស់ទៅគុំនៅទីនេះទៀតអីប៉ាប្រាក់នេះយកទៅប្រើតាមបំណងប្រាថ្នារបស់ប៉ាវាមានន័យជាងយកទៅចាយផ្ទាល់ខ្លួនទៅទៀតលោកលីវប្រាក់ចំនួន 1 លាន 430,000 កាលពីលើកមុនខ្ញុំបានផ្ទេរទៅឲ្យលីនមួយចុះប្រាក់នៅសល់លើកនេះអាចផ្ទេរមកឲ្យខ្ញុំបានទេខ្ញុំទេជាម្ចាស់ចំការខ្ញុំត្រូវការប្រើលុយច្រើនណាស់លោកជួយខ្ញុំចុះផ្លែឈើទាំងនោះខ្ញុំពិនិត្យមើលអស់ហើយគុណភាពគឺបានតាមស្តង់ដារនៅក្នុងកិច្ចសន្យាបានសរសេរច្បាស់ណាស់រាល់ការទូទាត់ប្រាក់ទាំងអស់តតែមានហត្ថលេខារបស់លីនមូទើបអាចបើកលុយបានបើគ្មានហត្ថលេខារបស់គាត់ទេនោះខ្ញុំមិនឲ្យលុយអ្នកមួយកាក់មួយសេនឡើយលោកលីវខ្ញុំនិយាយការពិតត្រង់ជាមួយលោកចុះខ្ញុំលួចបេះផ្លែឈើខូចគុណភាពចំនួន 20,000 គីឡូលក់ឲ្យអ្នកលក់ដទៃទៀតរួចហើយខ្ញុំបានទទួលលុយកក់ចំនួន 20,000 រួចហើយដែរពេលដឹកទំនិញឡើងឡានបន្តិចទៀតនេះខ្ញុំនឹងលួចដាក់ផ្លែឈើទាំងនោះលាយចូលទៅលោកគ្រាន់តែធ្វើជាមិនដឹងមិនឃើញទៅបានហើយដល់ពេលនោះខ្ញុំនឹងឲ្យលុយថ្លៃកាហ្វេលោក 20,000 យកព្រមទេកម្រិតជីបឯងមិនគ្រប់គ្រាន់ទេបើដាក់លីចូលទៅហើយខូចឈ្មោះថ្ងៃក្រោយលោកលីវនឹងលែងទិញផ្លែឈើពីភូមិយើងទៀតហើយសំណាងហើយដែលខ្ញុំបានតាក់ទងអ្នកលក់នោះមុនឲ្យគេធ្វើជានិយាយរឿងទទួលលុយកក់ដើម្បីសាកល្បងមើលចិត្តលីនឈៀងអ្នកគិតថាខ្ញុំជាមនុស្សបែបណាផ្លែឈើដែលយើងទទួលទិញគឺត្រូវតែវាស់កម្រិតជីបឯងគ្រប់ជើងបើផ្លែឈើអនលីចូលទៅហូបទៅដឹងភ្លាមហើយដល់ពេលនោះផ្លែឈើពេញមួយឡាននឹងត្រូវគេដេញត្រឡប់មកវិញទាំងអស់តើលោកសងសំណងខូចខាត 30,000 ក្នុងមួយថ្ងៃរួចដែរឬទេនៅមានទៀតរឿងដែលលោកលួចលក់ផ្លែឈើខូចគុណភាពនោះខ្ញុំដឹងអស់ហើយអ្នកលក់ម្នាក់នោះទើបតែទូរស័ព្ទមកខ្ញុំកាលពីញ៉ៃមិញគាត់ថាគាត់ដឹងថាផ្លែឈើទាំងនេះលោកលួចលក់ដោយមិនបានសុំការយល់ព្រមពីដៃគូគាត់មិនហ៊ានទទួលទិញទៀតទេគាត់ឲ្យលោកសងប្រាក់កក់ 20,000 នោះត្រឡប់ទៅវិញបើមិនដូច្នេះទេគាត់នឹងប្តឹងប៉ូលីសពីបទច្បោកម៉ូហ្វឺលោកជួយរាប់ចំនួនឲ្យបានត្រឹមត្រូវគ្មានបញ្ហាទេសូមចុះហត្ថលេខាខ្ញុំនឹងប្រាក់ដែលនៅសល់ជូនភ្លាមលោកលួចបេះផ្លែឈើខូចគុណភាពអស់ 20,000 គីឡូគិតតាមតម្លៃដើមគឺស្មើនឹង 20,000 លុយនេះលោកត្រូវតែយកមកធ្វើជាថ្លៃថែទាំចំការបើមិនដូច្នោះទេខ្ញុំនឹងមិនចុះហត្ថលេខាទេលុយដែលនៅសល់1សេនក៏លោកមិនបានដែរប្រាក់បានចូលកាន់នៃធនាគារចំនួន1.43 លានយន់ចាំមើលសិនទៅខ្ញុំនឹងរកអ្នកជំនាញម្នាក់មកមិនបាច់ពឹងបច្ចេកទេសរបស់ឯងក៏ខ្ញុំអាចដាំផ្លែឈើបានដែរចង់រកក៏រកទៅបច្ចេកទេសសំខាន់ទាំងអស់គឺនៅក្នុងក្បាលរបស់ខ្ញុំរកអ្នកជំនាញប៉ុន្មានអ្នកក៏គ្មានប្រយោជន៍ដែរអ្នកទាំងអស់គ្នានេះគឺជាអ្នកជំនាញជាន់ខ្ពស់
ដែលខ្ញុំចំណាយលុយ20,000ដើម្បីអញ្ជើញមកពីវិទ្យាស្ថានកសិកម្មខេត្តមិនត្រឹមតែអាចជួយសង្គ្រោះដាមេដែលរងរបួសរបស់ខ្ញុំបានទេថែមទាំងអាចបំបែកបច្ចេកទេសកាត់មែកបានទៀតផងចាប់ពីពេលនេះទៅសួនផ្លែឈើនេះមិនបាច់ពឹងអ្នកណាទេខ្ញុំអាចគ្រប់គ្រងដោយខ្លួនឯងបានជក់បារីទៅថ្ងៃក្រោយបើលក់បច្ចេកទេសទៅភូមិជិតខាងយើងទាំងអស់គ្នានឹងបានគ្មានបញ្ហាទេគ្រាន់តែវាដាច់ឬបន្តិចបន្តួចប៉ុណ្ណោះខ្ញុំនឹងចាក់ថ្នាំបំប៉ននិងដាក់ម្សៅជំរុញឲ្យវាពេលថ្ងៃទៀតគឺវារស់ហើយល្អណាស់លោកអ្នកជំនាញខ្ញុំនឹងប្រាក់កក់ចំនួន 10,000 ឲ្យលោកឥឡូវនេះចាំដល់ពេលបំបែកបច្ចេកទេសបានខ្ញុំនឹងឲ្យលុយនៅសល់ 10,000 ទៀតផ្លែនេះគ្រាន់តែជាពូជល្អធម្មតាប៉ុណ្ណោះខ្ញុំយកវាទៅបណ្ដុះ2ខែគឺអាចផលិតបានរាប់តោនហើយដល់ពេលនោះមិនបាច់ប្រើផ្លែដើមទៀតទេក៏អាចដាំចេញជាផ្លែដូចគ្នាដែរខ្ញុំថែមទាំងអាចកែលម្អពូជទៀតផងឲ្យវាផ្អែមជាងមុន2ដឺក្រេទៀតចាំដល់ពេលខ្ញុំបំបែកបច្ចេកទេសបានខ្ញុំនឹងទាត់លីនមូចេញពីចំការផ្លែឈើនេះជាមុនគេមិនឲ្យវាបានលុយសំបីតែមួយកាក់ពិតជារឿងកំប្លែងណាស់ដើមឈើធំដែលឪពុកខ្ញុំបន្សល់ទុកឲ្យនេះគឺជាលទ្ធផលដែលគាត់បានយកពូជជាង10មុខមកបង្កាត់ពូជអស់ពេលជាង10ឆ្នាំទើបបានវាមានលក្ខណៈពិសេសខ្លាំងណាស់តើឲ្យមនុស្សសាកសំណាអាចមកដោះស្រាយបានទៅមិនគួរឲ្យជឿសោះប្រាប់ខ្ញុំឲ្យច្បាស់មកតើវាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដឯងលែងដៃសិនមកខ្ញុំនឹងនិយាយការពិតផ្លែឈើនេះជាពូបំផ្លាញពិសេសនៅលើទីផ្សារគឺគ្មានលក់ទេខ្ញុំមិនអាចដោះស្រាយវាបានទេបើគ្មានមេឃពូដើមនិងបច្ចេកទេសកាត់តម្រឹមរួមទាំងការដាក់ជីត្រឹមត្រូវចំការរបស់អ្នកនេះទ្រាំបានយ៉ាងយូរត្រឹមតែ1ឆ្នាំទៀតប៉ុណ្ណោះពូឈើនឹងចាប់ផ្ដើមចុកខ្សោយបន្តិចម្ដងហើយទិន្នផលនឹងធ្លាក់ចុះលើសពី70កម្រិតជាតិស្ករក៏មិនគ្រប់ដែរលោកមិនបានថ្លៃទេវើយអញវាអាបោះប្រាស់ខ្ញុំខាត់លុយអស់ 20,000 បានលទ្ធផលមកបែបនេះមែនទេអញខ្លួនឯងទេដែលមិនបានប្រាប់ឲ្យច្បាស់នេះវាពូជផ្លែឈើបំផ្លាញពិសេសខ្ញុំប្រាប់ហើយតើបច្ចេកទេសធម្មតាដោះស្រាយមិនចេញទេដែលបង្ខំឲ្យខ្ញុំធ្វើមកបន្ទោសខ្ញុំធ្វើអីលុយកក់ 10,000 នឹងខ្ញុំសង្វិញពាក់កណ្ដាលតែសល់ទុកជាថ្លៃឆ្នាំរបស់ខ្ញុំចំណាយលុយ 10,000 ដើម្បីជួលគេមកវាខ្លួនឯងនឹងពិតជាអស់ទោះមែននេះហើយសមត្ថភាពរបស់សេដ្ឋីមហាលៀនអ្នកទាំងអស់គ្នាមើលមកនេះអាធៀងឥឡូវវាចេះបច្ចេកទេសបង្កើនផលល្អណាស់បើចេះវិញក្នុងមួយឆ្នាំរកបានរាប់សែនល្អជាងចេញទៅធ្វើការស៊ីឈ្នួលឆ្ងាយទៅទៀតគេសរសេរច្បាស់នៅខាងលើនេះស្រាប់ហើយចុះកិច្ចសន្យាទិញត្រឡប់មកវិញជាមួយអ្នកទាំងអស់គ្នាផ្លែឈើទុំអស់ហើយទិញចូលក្នុងតម្លៃថ្លៃជាងទីផ្សារ200រៀលមានតែចំណេញអត់មានខាតទេថ្លៃរៀនម្នាក់ត្រឹមតែ 3,000 រៀលប៉ុណ្ណោះចាប់មកចុះឈ្មោះមកបងមកមើលអាលីនឈៀងវាអួតសម្បំណាស់សូម្បីតែជំងឺរលួយនិងជំងឺក្នុងផ្លែឈើក៏វាមើលមិនដាច់ផងចេះតែហ៊ានបើកថ្នាក់បង្រៀនទៀតថែមទាំងហ៊ានយកថ្លៃរៀន 3,000 ទៀតកាលពីឆ្នាំមុនខ្ញុំចាញ់បោកវាអស់ 2,000 ដែរស្ទើរតែអស់ទាំងទ្រព្យសម្បត្តិទៅហើយខ្ញុំមិនជឿពាក្យកុហករបស់វាទេខ្ញុំរងចាំតែថ្នាក់បង្រៀនឥតគិតថ្លៃរបស់បងទេតើបងបើកនៅពេលណាដែលបងបើកខ្ញុំនឹងមកភ្លាមអាម៉ូមីងជឿជាក់លើក្មួយបច្ចេកទេសដែលក្មួយបង្រៀនគឺពិតជាអាចរកលុយបានមែនអាលីនឈៀងនឹងវាជាមនុស្សបោកប្រាស់ទេវាថាលក់បានថ្លៃខ្លាំងណាស់តែដល់ពេលទិន្នផលខ្លួនឯងមិនដឹងជាលក់ចេញរត់ផងតាមពិតខ្ញុំមិនទាន់គិតបើកថ្នាក់បណ្ដុះបណ្ដាលទេតែដោយសារអ្នកទាំងអស់គ្នាជឿជាក់លើខ្ញុំខ្លាំងបែបនេះខ្ញុំនឹងមិនឲ្យលីនឈៀងបន្តបោកប្រាស់អ្នកភូមិទៀតទេអ្នកភូមិទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយចាប់ពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយទៅខ្ញុំនឹងបើកថ្នាក់បង្រៀនដោយឥតគិតថ្លៃខ្ញុំនឹងបង្រៀនបច្ចេកទេសទាំងអស់ដោយមិនលាក់លៀមផ្លែឈើណាដែលស្របតាមស្តង់ដារលោកលីវនឹងទិញក្នុងតម្លៃថ្លៃជាងទីផ្សារ5សេនបងប្រុសវ៉ាងពួកអ្នកពិតជាមិនស្គាល់ល្អអាក្រក់សោះបច្ចេកទេសដែលលីនម៉ូបង្រៀនដោយឥតគិតថ្លៃនោះច្បាស់ជាខុសហើយដល់ពេលដាំចេញមកគ្មានអ្នកណាទិញទេដល់ពេលនោះទោះជាយំក៏មិនទាន់ដែរសូមអ្នកទាំងអស់គ្នាកុំបារម្ភតែជាផ្លែឈើដែលដាំតាមបច្ចេកទេសរបស់លីនម៉ូបើកម្រិតជាតិស្ករគ្រប់តាមស្តង់ដារខ្ញុំនឹងថ្លៃទិញគឺខ្ពស់ជាងទីផ្សារ5សេនមានប៉ុន្មានខ្ញុំទិញទាំងអស់យើងនឹងចុះកិច្ចសន្យាធានាជូនល្អណាស់លោកលីវបាននិយាយចេញមុខបែបនេះហើយលីនឈៀងគ្រាន់តែវាចំណានគេទេវាចង់តែបង្កើនរឿងបំផ្លាញគេអញដើរឃោសនាដល់ផ្ទះគេរាល់ថ្ងៃចុះលទ្ធផលយ៉ាងម៉េចដែរអញបិទប្រកាសអស់3ថ្ងៃហើយគ្មានអ្នកណាមកចុះឈ្មោះសំបីតែម្នាក់អញធ្វើឲ្យអញខ្មាស់គេអស់ហើយមកស្រែកដាក់អញធ្វើអីបច្ចេកទេសអញអន់ខ្លួនឯងកុំមកបន្ទោសអញលីនម៉ូបើកថ្នាក់បង្រៀនឥតគិតថ្លៃភ្លាមគេរត់ទៅរកវាអស់ហើយមកអើយបងខុសហើយសូមបងជួយសង្គ្រោះបងផងចុងខែតុលាគឺជាពេលកំណត់សម្រាប់ដំណាក់កាលបែងចែកការនៃផ្លែក្រូចផ្អែមខ្ញុំបានប្រមានគាត់តាំងពីដើមមកថាត្រូវចេះគ្រប់គ្រងទឹកនិងជីតែគាត់បែរជាលួចដាក់ជីអ៊ុយរ៉េយ៉ាងច្រើនសន្ធឹកសន្ធាប់ឥឡូវនេះដើមឈើហូបផ្លែជ្រូកផ្លែអស់រលីងហើយអ្នកបច្ចេកទេសសុទ្ធតែនិយាយថាសង្គ្រោះលេងបានហើយឆ្នាំក្រោយប្រកាសជាខាត់បងដល់ទៅ 80% ខាត់បងរាប់លានបើចំការផ្លែឈើរបស់ខ្ញុំមកអស់ខ្ញុំមិនត្រឹមតែខាត់លុយទាំងអស់នោះទេថែមទាំងជំពាក់បំណុលគេរាប់សែនទៀតខ្ញុំឲ្យលុយឯង1សែនមិនមែនទេ2សែនសូមជួយខ្ញុំផងជួយក៏បានដែរប៉ុន្តែឯងត្រូវតែធ្វើនៅចំពោះមុខអ្នកភូមិទាំងអស់គ្នាប្រាប់រឿងដែលឯងធ្លាប់បោកខ្ញុំឲ្យត្រឡប់មកភូមិវិញរឿងដែលឯងលួចធ្វើកិច្ចសន្យាដៃនិងរឿងដែលឯងបោះចោលខ្ទមរបស់ឪពុកខ្ញុំរឿងដែលឯងទៅជានៅមុខភ្នូឪពុកខ្ញុំរឿងដែលលួចជីកដើមឈើមេប្រាប់រឿងទាំងអស់នឹងចេញមកតាមត្រង់រួចសុំទោសខ្ញុំឲ្យបានត្រឹមត្រូវបើឯងធ្វើបានទើបខ្ញុំជួយសង្គ្រោះឯងខ្ញុំមិនមែនជាមនុស្សទេកាលនោះឃើញមូមានចំណេះដឹងផ្នែកបច្ចេកទេសខ្ញុំក៏ទៅបោកបញ្ឆោតគេនៅឯទីក្រុងឲ្យត្រឡប់មកវិញព្រមព្រៀងគ្នាចែកប្រាក់ចំណេញ50តែដល់ពេលឃើញចំការផ្លែឈើចំណេញប្រាក់ខ្ញុំក៏គិតចង់ដេញគេចេញខ្ញុំបានហែកកិច្ចសន្យាបោះលុយឈ្នួលគេចោលហែកសៀវភៅកត់ត្រារបស់ឪពុកគេបោះបង់ចោលរបស់ឪពុកគេថែមទាំងទៅជាប្រមាថគាត់នៅមុខភ្នូទៀតលួចជីកដើមឈើមេខ្ញុំពិតជាលោភលន់ខ្លាំងណាស់ខ្ញុំពិតជាមានកំហុសចំពោះមុនណាសុំទោសពូខ្ញុំវាសុំនឹងទទួលបានហើយមកពីខ្ញុំលងខ្លួននឹងលោភលន់បានជាតាមលេងថែងធ្វើរឿងអាក្រក់សុំទោសផងម៉ូអ្នកទាំងពីរនេះពិតជាអាក្រក់ខ្លាំងណាស់សម្មុខហើយដែលត្រូវទទួលកម្មពៀក្រោយមកទៀតយើងត្រូវនៅឲ្យឆ្ងាយពីមនុស្សបែបនេះដាច់ខាតគុំទៅពាក់ព័ន្ធជាមួយពួកគេឲ្យសោះទុកសោកនឹងកំហឹងទាំងអស់ក្នុងរយៈពេល3ឆ្នាំមកនេះនៅពេលនេះបានរលាយបាត់អស់ហើយបានហើយក្រោកឡើងទៅខ្ញុំនឹងបង្រៀនអ្នកពីវិធីសង្គ្រោះដើមឈើដាក់ជីអុយរ៉េច្រើនពេកធ្វើឲ្យរលាយគ្រឹះត្រូវតែបង្ហូរទឹកចូលឲ្យច្រើនដើម្បីរំលាយជាតិជីរួចចាំដាក់ជីចិញ្ចឹមឬតាមក្រោយអ្នកទាំងអស់គ្នាខំប្រឹងឡើងមេឃដែលងាប់ចោលឲ្យអស់ហើយដាក់ជីឡើងវិញមូហ្វី
ពីមុនមកខ្ញុំពិតជាមិនយល់ពីលោកម្ចាស់ចំការមែនដើមឈើហូបផ្លែនេះអាចរស់ឡើងវិញបានគឺពឹងផ្អែកទាំងស្រុងលើលោកខ្ញុំពិតជាទទួលស្គាល់ចាញ់លោកទាំងស្រុងហើយខ្ញុំបានគិតច្បាស់លាស់អស់ហើយខ្ញុំមិនមែនជាអ្នកមានជំនាញខាងដើមដំណាំនេះទេប្រភពទឹកនៅលើភ្នំនោះដាំដោយខ្ញុំមានចំណែកពាក់កណ្ដាលចាប់ពីពេលនេះទៅខ្ញុំសុំត្រឹមតែចំណែកភាគលាភនៅសល់ 20% ទៀតទុកឲ្យអ្នកជាភាគលាភពីការប្រើប្រាស់បច្ចេកទេសចាប់ពីពេលនេះទៅរាល់កិច្ចការក្នុងចំការគឺសម្រេចលើអ្នកបើខ្ញុំនៅតែលេងល្បិចទៀតចំណែកកម្មសិទ្ធិភ្នំរបស់ខ្ញុំនឹងប្រគល់ឲ្យអ្នកទាំងអស់យ៉ាងណាក៏ជាសាច់ញាតិដែរកុំឲ្យខូចចិត្តនឹងគ្នាពេកអីឲ្យតែគាត់លេងបង្កបញ្ហានាំគ្នារកស៊ីក៏មិនមែនជារឿងមិនអាចទៅរួចដែរបានបងខ្លាំងចាប់ពីពេលនេះទៅបច្ចេកទេសនិងការលក់ខ្ញុំជាអ្នកគ្រប់គ្រងអ្នកត្រូវទទួលបន្ទុកសម្របសម្រួលកិច្ចការក្នុងភូមិមិនបាច់ខ្វល់ពីការផលិតទៀតទេចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយត្រូវទៅចុះបញ្ជីនៅស្ថានីយកសិកម្មទៀតរឿងរ៉ាវក្នុងចំការនេះខ້ອຍថាបានដោះស្រាយចប់សពគ្រប់ហើយបងម៉ូសប្តាហ៍មុនខ្ញុំទៅចាប់ទន្សាយនៅជើងភ្នំរកឃើញនៅក្នុងចំការខ្ទឹមស្នេះឯងតើវាជារបស់ដែលលោកប៉ាទុកឲ្យអ្នកមែនទេតើវាជារបស់លោកពូរបស់នាងហ្វឹងលីនេះគឺជាវត្ថុដែលលោកប៉ាទុកឲ្យខ្ញុំប៉ាវត្ថុអនុស្សាវរីយ៍របស់ប៉ាទីបំផុតរកឃើញមកវិញទាំងអស់ហើយម៉ូហ្វឺកាលពីមុនបងខុសហើយដែលបានបោះចោលឧបករណ៍របស់អ្នកស្ករត្នោត2គីឡូនេះបងទទួលយកទៅទុកជាការសុំទោសពីបងចុះរឿងកន្លងហួសហើយទុកវាឲ្យកន្លងហួសទៅចុះបងយកស្ករត្នោតនេះត្រឡប់ទៅវិញចុះថ្ងៃក្រោយខំប្រឹងធ្វើការឲ្យល្អគឺបានហើយភាគលាភចុងឆ្នាំទទួលបានគ្រប់ចំនួនមិនខ្វះមួយសេនឡើយចំការនេះទីបំផុតដើរលើផ្លូវត្រូវហើយពូកាលពីមុនគឺខ្ញុំមិនដឹងរឿងពេលនេះសូមខំប្រឹងធ្វើការជាមួយម៉ូហ្វឺឲ្យល្អសូមប៉ាអស់បារម្ភចុះឃើញលីនជាងមានគោរពកោតខ្លាចបែបនេះគេលែងមានភាពក្រអឺតក្រទុំដូចពីមុនទៀតហើយសួស្ដីឆ្នាំថ្មីបងម៉ូគ្រូសាខ្ញុំមកសួរសុខទុក្ខបងនៅថ្ងៃចូលឆ្នាំនេះបងម៉ូនេះជាក្រមាដែលខ្ញុំត្បាញជូនបងពីមុនមកខ្ញុំពិតជាមានកំហុសមែនសូមបងកុំប្រកាន់ទោសអីគ្រប់ផ្ទះនៅក្នុងភូមិសុទ្ធតែរកប្រាក់បានពីការដាំអំពៅរឿងរ៉ាវមិនល្អកាលពីមុនមិនចាំបាច់រំលឹកដល់វាទៅទៀតទេសួស្ដីឆ្នាំថ្មីក្មួយឆាប់ធំធាត់ណារឿងចាស់កុំនិយាយដល់វាទៀតអីចាប់ពីពេលនេះទៅយើងទាំងអស់គ្នារស់នៅដោយសុខសាន្តទៅប៉ាមើលចុះពេលនេះអ្នកភូមិលែងត្រូវការទៅធ្វើការឆ្ងាយទៀតហើយគ្រាន់តែនៅផ្ទះក៏អាចរកប្រាក់ចំណូលបានដែរបំណងប្រាថ្នារបស់ប៉ាកាលពីមុនពេលនេះសម្រេចបានហើយខ្ញុំមិនមានគម្រោងស្នាក់នៅក្នុងភូមិបន្តទៀតទេដើម្បីធ្វើជាអ្នកដាំដុះដ៏ធំម្នាក់នោះខ្ញុំទទួលបានអ្វីដែលជារបស់ខ្ញុំហើយប្រាក់ចំណូលជាង1លាន3សែនព្រមទាំងសៀវភៅកត់ត្រាការដាំដុះរបស់អ្នកនិងកម្មបិតនេះទៀតក្រោយចូលឆ្នាំថ្មីខ្ញុំនឹងទៅតំបន់ភ្នំនៅភាគខាងលិចនៅទីនោះនៅមានភូមិក្រីក្រនិងដីទំនេរច្រើនណាស់ខ្ញុំចង់យកបច្ចេកទេសរបស់អ្នកទៅចែករំលែកដល់អ្នកដទៃឲ្យបានច្រើនទៀតដើម្បីឲ្យពួកគេអាចប្រើកម្លាំងពលកម្មរបស់ខ្លួនដើម្បីទទួលបានជីវភាពដ៏ល្អប្រសើររបស់ដែលជារបស់ខ្លួនត្រូវយកមកវិញដោយសមត្ថភាពខ្លួនឯងរបស់ដែលមិនមែនជារបស់ខ្លួនទោះបន្តិចក៏មិនលោភលន់ដែរនេះទើបជាមូលដ្ឋាននៃការរស់នៅ